ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយស័ក្តិត្រើយភ្នំពេញដែលបណ្ដាលឲ្យបុរសម្នាក់បើកម៉ូតូឬម៉កកង់3រងរបួសស្រាលនោះហើយគឺជាជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចនោះទេលុះនៅរសៀលថ្ងៃទី6ខែឧសភាឆ្នាំ2025កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក2នាក់ដែលជិះម៉ូតូមួយគ្រឿងដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់សូមបញ្ជាក់ថាលើច្រាំងទន្លេខាងកើតបណ្ដាលឲ្យមានមនុស្សធ្លាក់ទឹកទន្លេរងរបួសស្រាលដើមចេញពីចំនួនពាក្យសម្ដីគ្នានៅកំពង់ចម្លងអរិយស័ក្តិត្រើយខាងកើតរវាងភាគីម៉ូតូមានគ្នា2នាក់និងភាគីរ៉ឺម៉កកង់3នាក់កាលពីវេលាម៉ោង 22:50 នាទីថ្ងៃទី5ខែឧសភាឆ្នាំ2025អត្ថបទពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ